ភាពខុសគ្នារវាង Bitcoin ហើយនិងមាសហើយយើងគួរយល់ដឹងយ៉ាងណាក្នុងពេលដែលយើងដូចថាចង់ទិញមាសឬមួយក៏យើងចង់ទិញ Bitcoin អញ្ចឹងយើងមកជជែកវែងទាំងអស់គ្នាណាបងប្អូនជម្រាបសួរបងប្អូនទាំងអស់គ្នាចាចំពោះវីដេអូនេះដែលខ្ញុំចង់លើកយកមកជជែកវែងញែកហើយក៏ដូចជាចង់បញ្យល់បងប្អូនអំពីរឿងដូចថាភាពខុសគ្នារវាង Bitcoin ហើយនិងមាសបងប្អូនមួយចំនួនជាពិសេសដូចថាអ្នកនៅស្រុកខ្មែរខ្ញុំជឿជាក់ថាចំពោះ fan របស់ខ្ញុំដែលមើល channel នេះគឺប្រកាសណាស់នឹងដឹងឬស្គាល់ថាជាមាសពួក Bitcoin ខ្ញុំមានជំនឿជឿជាក់ថាបងប្អូនប្រកាសជាមិនសូវជាដូចថាស្គាល់មិនសូវជាដឹងពីរឿង Bitcoin ប៉ុន្មានទេខ្ញុំជឿជាក់ថាបងប្អូនឮក៏ប៉ុន្តែដូចថាវាជាគេហៅថា technology ថ្មីដែលពិភពលោកយើងនេះបានដូចថាបង្កើតយើងមកជជែកពីរឿងមាសសិនបងប្អូនណាបងប្អូននឹងស្រាប់ហើយតាំងពីដូនតារបស់យើងមកណានឹងហើយយើងដឹងយើងឮថាមាសគឺជាចំណុចមួយដែលប្រជាពលរដ្ឋដែលដូចថាមានថវិកាសល់មួយចំនួនមិនចង់ទុកលុយពីព្រោះថាមានការដូចថាបញ្ហាគេហៅថាអតិផរណា inflation គឺមួយតែងតែយកលុយទៅទិញមាសពីព្រោះថាទីមួយមាសគឺយើងអាចប្រើជាគ្រឿងអលង្ការនឹងហើយយើងប្រើប្រាស់ប្រចាំថ្ងៃហើយគឺជាគ្រឿងលម្អមួយសម្រាប់មនុស្សស្រីចូលចិត្តបំផុតផងនឹងហើយមួយវិញទៀតអ្វីដែលយើងទិញបច្ចុប្បន្នអតីតកាលគឺយើងទិញអ្វីក៏ដោយគេហៅថា tangible យើងទិញហើយយើងបានកាន់វាយើងទិញដីគឺយើងជាម្ចាស់ដីយើងឃើញដីរបស់យើងជាម្ចាស់របស់យើងក៏ប៉ុន្តែចំពោះ Bitcoin យើងទិញគឺយើងអត់ដឹងថាជាអ្វីជាអីទេមិនគេហៅគេអញ្ចឹងមិនគេហៅថាជា digital នឹងហើយ currency digital មាសគឺជាដូចថា asset ដែលយើងទិញយកមកគឺយើងអាចកាន់ដឹងខ្លួនបាននឹងហើយនោះជាភាពខុសគ្នាហើយចំពោះ Bitcoin មកប៉ុណ្ណឹងស្រាប់ហើយចាប់ដើមនៅឆ្នាំ2009ណានឹងហើយចាប់ដើម2009គឺជាដូចគេហៅថា digital currency គឺដូចជាលុយដែរក៏ប៉ុន្តែគ្រាន់តែវាជា digital យើងអាចដូចថាកាន់យើងមិនចាំបាច់ត្រូវការកាន់ហើយយើងក៏មិនចាំបាច់មានដែរគ្រាន់តែយើងមាន telephone យើងអាចចាយវាទៅតាមដូចថា fractal ទៅតាមតួលេខទៅតាមអ្វីដែលយើងចាយទៅបងប្អូនខ្ញុំក៏អត់ចូលចិត្តពីរឿងដូចថាការវិវត្តលឿនដែរក៏ប៉ុន្តែបច្ចុប្បន្នឥឡូវនេះបើសិនជាយើងមិនវិវត្តទេគឺថាយើងមិនអាចតាមគេតាន់ទាំង AI បច្ចុប្បន្នឥឡូវនេះគឺថាមានសន្ទុះស្ទុះខ្លាំងណាបងប្អូនណាហ្នឹងហើយបានខ្ញុំចេះតែចង់ចែករំលែកសម្រាប់ដូចថាជាចំណេះដឹងសម្រាប់បងប្អូនយើងទាំងអស់គ្នាដែលដូចថាមានបំណងចង់គេហៅថាប្រសើរទៅអនាគតបងប្អូនទៅអនាគតបងប្អូនពីព្រោះថាយើងទោះបីជាយើងមិនពេញចិត្តទោះបីជាយើងពេញចិត្តឬក៏មិនពេញចិត្តគេហៅថា involunteer ក៏យើងត្រូវតែចូលរួមជាមួយដែរបើសិនជាបងប្អូនចង់ដូចថាឲ្យរស់នៅក្នុងស្ទាន់សភាពការរាប់ពាន់ឆ្នាំមុនរួចទៅហើយបងប្អូនBitcoin គឺទៅតែចាប់ដើមឆ្នាំ2009នេះទេក៏ប៉ុន្តែពួក Bitcoin ណាគឺថាមានសន្ទុះខ្លាំងណាស់ក្នុងរយៈពេលក្រោយមកនេះទៅតែឆ្នាំ2026នេះទេដែល Bitcoin រៀង struggle បន្តិចក៏ឆ្នាំ2009ដែលចាប់ដើមគឺក្នុងតម្លៃតែរាប់ដូចថា$1,000-2,000ទេក៏ប៉ុន្តែឥឡូវនេះ Bitcoin ឡើងរហូតទៅដល់ថ្ងៃនេះដែលខ្ញុំថតវីដេអូនេះខ្ញុំជឿជាក់ថា Bitcoin roughly around ជា70000ចុះនៅសល់67000ដូចថាវាឡើងចុះអញ្ចឹងជាបងប្អូនចង់ទិញ Bitcoin គឺថាសេវាកម្មគេ24ម៉ោងតែម្ដងមិនចាំបាច់ថ្ងៃសៅរ៍ថ្ងៃអាទិត្យមិនចាំបាច់ដូចថាយើង trade ដូចជាតាមទីផ្សារពីហ៊ុនឯបើកឬក៏បិទទេអានេះគឺ Bitcoin បើសិនជាបងប្អូនចង់ trade តែចំពោះមាសខ្ញុំអត់មានទិញជា actual bar ទេបងប្អូនខ្ញុំទិញជា មាស stock ខ្ញុំដឹងថាវាជាការមួយដែលថាវាមិន convenient មិនមែនជារឿងមួយដែលល្អហើយក៏មិនមែនជាអ្វីដែលខ្ញុំចូលចិត្តក៏ប៉ុន្តែខ្ញុំធ្វើវីដេអូមុនដែលខ្ញុំជជែកវែងញែកមកអញ្ចឹងថាមាសខ្ញុំមានផលវិបាកលក់នៅក្នុងសហរដ្ឋអាមេរិកជាពិសេសស្រុកខ្ញុំតែម្ដងអញ្ចឹងខ្ញុំជា small business អញ្ចឹងចំពោះខ្ញុំគឺពេលខ្លះខ្ញុំត្រូវការលុយខ្ញុំចង់ secure ថាពេលខ្ញុំត្រូវការលុយគឺខ្ញុំអាចបានលុយមកខ្ញុំអត់ចាំបាច់រងចាំដូចថាពេលវេលានេះអញ្ចឹងឯងអញ្ចឹងចំពោះខ្ញុំទិញមាសបែបជា trade តាមទីផ្សារពាក្យហ៊ុនហ្នឹងហើយតាមជា stock ឬក៏ជា ETF ទៅវិញខ្ញុំហត់របស់មាសគឺធនាគារកណ្ដាលគេបានទុកមាសហ្នឹងជា backup reserve ផងគេបានន័យថាម៉េចគឺថាធនាគារកណ្ដាលគេជឿជាក់លើមាសពីព្រោះថាមាសគឺដូចថាមានតម្លៃថេរមាសភាគច្រើនគឺមានតម្លៃថេរល្អហើយនឹងឡើងទៅមុខតែគ្រាន់តែឡើង slow តែចំពោះ Bitcoin តម្លៃ Bitcoin គឺថាឡើងចុះសាហាវតែម្ដងសម្រាប់ខ្ញុំរៀងចូលចិត្តបន្តិចពីព្រោះខ្ញុំជឿចិត្តរបៀប kind like volatility នៅពេលណាវា volatility ខ្ញុំអាចដូចថាទិញផងលក់ផងទិញផងលក់ផងក៏ប៉ុន្តែមិនមែនខ្ញុំដូចថាទិញទាំងអស់លក់ទាំងអស់ខ្ញុំទិញខ្លះលក់ខ្លះទិញខ្លះលក់ខ្លះក៏ប៉ុន្តែក៏ខ្ញុំមានដូចថា bank របស់ខ្ញុំដែលខ្ញុំ reserve ថាខ្ញុំចង់បានប្រមាណហើយខ្ញុំនឹងរក្សាវាទុកនៅក្នុងតម្លៃមួយពីព្រោះខ្ញុំជឿជាក់ថា Bitcoin ក៏វានៅតែឡើងទៅអនាគតដែរក៏ប៉ុន្តែបច្ចុប្បន្នឥឡូវនេះឆ្នាំ2026គឺ Bitcoin គឺថាមានសន្ទុះធ្លាក់ចុះហើយគឺវាជាឱកាសមួយសម្រាប់ដូចថាអ្នកដែលចង់ដូចថាទិញអ្នកដែលចង់វិនិយោគថ្មី
អាចចូលបានបច្ចុប្បន្នឡើងនេះគឺជាភាពខុសគ្នាមួយនេះគឺជាភាពខុសគ្នារវាងតួនាទីនីមួយសរុបសេចក្តីមកបងប្អូនចំពោះទស្សនៈខ្ញុំគឺខ្ញុំចង់ឲ្យបងប្អូនដូចថាមានទាំងអស់យល់ខ្ញុំនិយាយទេសម្រាប់មាសគឺខ្ញុំចង់ឲ្យបងប្អូនមានហើយក៏ Bitcoin ក៏ខ្ញុំចង់ឲ្យបងប្អូនមានដែរពីព្រោះថាចាមាសគឺជាដូចថាតួនាទីបងប្អូនធម្មតារលកក្រោយនិងរលកមុនទស្សនៈខ្ញុំបងប្អូនមាសគឺដូចជារលកមុនអញ្ចឹងហើយ Bitcoin គឺជារលកក្រោយចំពោះទស្សនៈចំពោះបទពិសោធន៍ខ្ញុំគឺខ្ញុំទិញមាសគឺខ្ញុំទិញដូចថាតម្លៃមួយដែលខ្ញុំនិយោគរបស់ខ្ញុំគឺខ្ញុំទិញមាសដូចថាទៅតាម portion ដែលខ្ញុំអាចថាទទួលយកបានហើយ Bitcoin ក៏ខ្ញុំទិញទៅតាមទទួលយកបានដែរក៏ប៉ុន្តែអ្វីដែលខ្ញុំរៀងស្រឡាញ់ Bitcoin បន្តិចរៀងធ្ងន់នៅលើ Bitcoin បន្តិចគឺតម្លៃបច្ចុប្បន្នឥឡូវនេះ Bitcoin ធ្លាក់ឲ្យមាសឡើងចាមាសឡើងអញ្ចឹងមាសបច្ចុប្បន្នឥឡូវនេះខ្ញុំបន្ថយនៅក្នុងការទិញហើយខ្ញុំបញ្ចូលទិញ Bitcoin វិញពីព្រោះ Bitcoin វា discount និយាយចំទៅខ្ញុំថាអញ្ចឹងខ្ញុំជួយចាត់ការ discount ដូចគ្នាមាសគឺខ្ញុំនៅតែបន្តទុកហើយ Bitcoin ក៏ខ្ញុំនៅតែ slowly បញ្ចូលក៏ប៉ុន្តែអ្វីដែលខ្ញុំទុក Bitcoin គឺថានៅពេលណាដែលថា Bitcoin រីកនៅក្នុងតម្លៃមួយរៀង all time high ខ្ញុំក៏ចាប់ផ្ដើមលក់បញ្ចេញតិចដែរក៏ប៉ុន្តែបច្ចុប្បន្នឡើងនេះជាពិសេស2025 2026នេះតែម្ដងមាសគឺថា out performance Bitcoin តាមខ្លាំងមែនតើក៏ប៉ុន្តែនៅក្នុងការឆ្នាំ2025បងប្អូនណា Bitcoin គឺ out performance មាសខ្លាំងដូចគ្នាសរុបសេចក្តីមកបងប្អូនភាពខុសគ្នារវាងមាសហើយនិង Bitcoin គឺបែបនោះឯងមាសជាបុគ្គលចាស់ទុំម្នាក់ Bitcoin ដូចជាក្មេងមានអារម្មណ៍ដូចថាគេហៅថាអី steal បងប្អូនណាឡើងចុះទៅតាមអារម្មណ៍អញ្ចឹងទៅឆ្នាំ2010 2011 12ដែលខ្ញុំដូចថា trade stock ហ្នឹងខ្ញុំមិនដែលទិញ Bitcoin ទេខ្ញុំយល់អារម្មណ៍នេះបងប្អូនអារម្មណ៍ថាយើងមិនដឹងថា digital វាជាប្រព័ន្ធថ្មីហើយយើងមិនសូវមានទំនុកទុកចិត្តទេបងប្អូនការខ្ញុំអត់មានទិញ Bitcoin ទេតែខ្ញុំដល់ពេលដូចថា Bitcoin ឡើងរហូតដល់តម្លៃប្រហែលជា$10,000អានឹងខ្ញុំចាប់ផ្ដើមមាន confidence បន្តិចអានឹងខ្ញុំចាប់ផ្ដើមទិញដល់ពេលតួលេខមួយពេលតួលេខមួយដូចថាដែលវា reach ទៅដល់ដូចថាចំនួនមួយខ្ញុំក៏លក់ Bitcoin នឹងអស់ទៅហើយកាលពី2025នេះក៏ខ្ញុំលក់ភាគច្រើនចង់អស់ដែរក៏ប៉ុន្តែឥឡូវនេះគឺជាឱកាសមួយដែលយើងចាប់ផ្ដើមទិញមកវិញខុសគ្នាមួយទៀតរវាងមាសហើយនិង Bitcoin គឺមាសគឺថាយើងមាញរហូតគឺថាយើងរកវាបានរហូតតែគ្រាន់តែវាកម្រហើយនឹងវាដូចថាយឺតហើយមាសឥឡូវនេះគឺថាប្រហែលជា200,000 pound ដូចថាសម្រាប់គេហៅថា security bag ក៏ប៉ុន្តែ Bitcoin បងប្អូនណា Bitcoin គឺមានកំណត់ហើយក៏ Bitcoin មិនអាចដូចថាបន្តទៅអនាគតដែរ Bitcoin មានប៉ុណ្ណាគឺមានតែប៉ុណ្ណឹងខ្ញុំមួយទៀតចំពោះ Bitcoin មានតែ21លាន coin តែប៉ុណ្ណោះហើយ Bitcoin អត់អាច coin មានកំណត់ហើយត្រឹមនឹងឯង limit មានតែប៉ុណ្្នឹងឯងគឺมันអាចដូចថា1 million តែប៉ុណ្ណោះមាសយើងអាចដូចថានៅមានរ៉ែមាសបងប្អូនយើងនៅយករ៉ែមាសបន្តទៀតនេះក៏ជាភាពខុសគ្នាមួយដែរខ្លួនខ្ញុំផ្ទាល់បច្ចុប្បន្នឥឡូវនេះឆ្នាំ2026នេះក៏ខ្ញុំទិញបញ្ចូលដែរបងប្អូនរយៈមុនខ្ញុំលក់អស់ហើយតែឥឡូវនេះខ្ញុំចាប់ផ្ដើមទិញបញ្ចូលវិញហើយជាពិសេសដូចខ្ញុំថាអញ្ចឹងគឺតម្លៃ discount ល្អបំផុតចំពោះវីដេអូនេះដែលខ្ញុំចង់ចែកម្លែកបងប្អូនគឺខ្ញុំចង់ឲ្យបងប្អូនមើល Bitcoin ហើយខ្ញុំចង់ឲ្យបងប្អូនដូចថាចាប់ផ្ដើមមើលហើយខ្ញុំចង់ឲ្យបងប្អូនចាប់ផ្ដើមទិញនឹងហើយតែកុំឲ្យដូចថាខ្ញុំប្រាប់ឲ្យទិញនាំគ្នាទៅទិញនេះទិញន័យថាក្នុងតម្លៃមួយដែលដូចថាបងប្អូនទទួលយកបានណាបងប្អូនថ្ងៃខ្លះខ្ញុំទិញ$100ថ្ងៃខ្លះខ្ញុំទិញ$50ថ្ងៃខ្លះខ្ញុំដូចថាពេលវាធ្លាក់ខ្លាំងអីចឹងទៅខ្ញុំគេហៅថា dollar cost average ខ្ញុំទិញដោយ$500អីចឹងទៅក៏ប៉ុន្តែខ្ញុំនៅតែមាន reserve ផងខ្ញុំនៅក្នុងការដែលខ្ញុំដូចថារងចាំនៅពេលដែលវាអាទិត្យមុននេះជុំ Bitcoin នៅក្នុងដូចថា institution ធំអ្វីដែលខ្ញុំបានព័ត៌មានគឺថាគេចាប់ផ្ដើមទិញដែរ institution ធំគេចាប់ផ្ដើមទិញអញ្ចឹងដូចថាបងប្អូនមានឱកាសអាទិត្យនេះគឺជាចំណុចមួយដែលល្អមាសគឺថាបច្ចុប្បន្នឆ្នាំ2026នេះមាសនៅក្នុងតម្លៃមួយដូចថាខ្ពស់ល្អមែនតើហើយបងប្អូនខ្លះក៏ថាលក់បងប្អូនខ្លះក៏ទិញខ្ញុំនៅក្នុងមាសគឺខ្ញុំដូចថា own position នៅអ្វីដែលខ្ញុំនៅចង់បានអញ្ចឹងខ្ញុំអត់លក់ទេហ្នឹងហើយក៏ប៉ុន្តែខ្ញុំត្រៀមប្រហែលខែនេះដូចថាប្រហែលអាទិត្យនេះខ្ញុំត្រៀមលុយទិញ Bitcoin ច្រើនបងប្អូនខ្ញុំបញ្ចូលដូចថាបើថ្ងៃដែលវាធ្លាក់ខ្លាំងអីចឹងខ្ញុំទិញដូចថា$100 $200អញ្ចឹងទៅថ្ងៃខ្លះខ្ញុំទិញដូចថា$50អីចឹងទៅបងប្អូនបើបងប្អូនធ្វើបានបងប្អូនគួរតែព្យាយាមឲ្យដូចថាអញ្ចឹងបច្ចុប្បន្នឥឡូវនេះ AI technology ខ្លាំងណាស់បងប្អូនហើយបើសិនជាយើងដូចថាមិនដើរតាម technology ទេគឺយើងអាចមានផលវិបាកទៅអនាគតបងប្អូននឹងស្រាប់ហើយការដែលយើងធ្វើការបច្ចុប្បន្នឥឡូវនេះគឺយើងដូចថា
đa thôi khỏi bong bồn nè để thưa ca để tha tam in khăm bong bồn vô lấy tha tay phẹt khai dương tích tới á vì phổ tha lười thlại lấy ca để dương ấy vàng lang thải cứ từ tha đôi dòng thà đại chẳng trong tay này vô luôn nơi mà này gì inflation trong đứng tha này bắt cho ai trong này gì chẳng nghe nè class miền là thang bông mình sẽ bài chụp từ nơi sọc mai chẳng tới bàn tay chỉ ca cái đồ bón này là tây trong mặt chập rầm tây bị pro trong trong chai rầm lệ nơi ở vây đây tha chỉ attack bây giờ sập bong bồn attack bây giờ sập fan là bọc nhóm nó bong bồn chẳng đây tha chẳng bà xin chỉ dương thôi ca bài chụp bón lời này cứ income dương tích tới bong bồn chẳng dương tây đẹp chi dương cái hai ta hen được thắp chi dương được tha bình châu bà xin chỉ dương ai miền sập mặt tập hiệp dương ai bình châu ban dương bình châu tới hay ở các vì ở rong trăm dương bong bồn á dương theo định tam một ca chẳng ban tha ở các bài chụp bón lời này Bitcoin là Bitcoin là ởในក្នុងការដែលបងប្អូនអាចបញ្ចូលទៅក្នុង portfolio របស់បងប្អូនហើយដូចថាយើងចាប់ផ្ដើមមិនថែមតិចបងប្អូនតែមិនឲ្យទិញច្រើនទេពី profit អាចធ្លាក់ថែមទៀតចំពោះអត្តនេះខ្ញុំគិតថាវាត្រឹងល្អបងប្អូនអាចទិញបានទិញបញ្ចូលណាបងប្អូនណាហ្នឹងហើយនេះគឺជារឿងនៃរំលែករវាងដូចថា Bitcoin ហើយនឹងមាសឆ្នាំ2026ហ្នឹងហើយហើយខ្ញុំជឿជាក់ថា Bitcoin ទៅអនាគតនឹងឡើងយ៉ាងតិចក៏ដូចថាទៅដល់120 130ឬក៏140 150ក៏ប៉ុន្តែដូចថាចឹងវាអាចដូចថាត្រូវការពេលវេលា6ខែ1ឆ្នាំឬមួយក៏យូរជាងហ្នឹងខ្ញុំមិនដឹងទេក៏ប៉ុន្តែចំពោះឥឡូវនេះខ្ញុំមានការ confident ខ្លាំងហើយខ្ញុំតម្លៃហើយនឹងខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាដូចថាទិញបើសិនជាមានសមត្ថភាពចំពោះវីដេអូនេះរៀងវែងបន្តិចក៏ប៉ុន្តែខ្ញុំចង់ឲ្យដូចថាបងប្អូនស្ដាប់ហើយបងប្អូនដូចថាយល់ឲ្យក្បោះក្បាយបងជួយ share ទាំងអស់គ្នាហើយ comment ម្នាក់មួយថាបងប្អូនដូចថាមានបំណងយ៉ាងណាអាច message មកខ្ញុំគ្រប់ពេលវេលាបើសិនជាបងប្អូនមានសំណួរចាសសូមអរគុណហើយចាំជួបគ្នាវីដេអូក្រោយទៀតចាសសូមអរគុណបាយ